ធ្លាក់សមកសើមជាប់ខោជាប្រចាំថ្ងៃធ្លាក់សមកជាសភាពរាវរាវឬក៏ពេលខ្លះធ្លាក់មកជាសភាពរៀងខាប់ដូចទឹកបាយមានការរមាស់ស្គៀបទៅលើតំបន់ទ្វារមាសឬក៏ចាប់ផ្ដើមធំក្លិនល្អដំណាក់កាលទី2ធ្លាក់សមកជាសភាពរៀងកកដុំជាសភាពស្អិតដូចកតិចกระดาษថៅទឹកឬក៏ពេលខ្លះធ្លាក់មកដូចកតិចកាដូងមានការធ្លាក់មកប្រឡាក់លើខោក្នុងឬក៏ពេលខ្លះទៀតកកស្អិតកកស្ទះតាមជញ្ជាំងទ្វារមាសយើងផ្នែកខាងក្នុងតើតែយើងយកដៃលូកលាងសម្អាតបានមានការដោយជាកតិចសមកមានការរមាស់ខ្លាំងទៅលើទ្វារមាសធ្វើឲ្យទ្វារយើងមានការស្ងួតអត់សូវមានសំណើមបើចំពោះអ្នកដែលមានគ្រួសារគឺពិបាកក្នុងការគេងនៅជាមួយគ្នាតែម្ដងនៅជាមួយគ្នាមានការឈឺក្តៅកាហាយផ្សាចុះបើសិនជាបងប្អូនកំពុងតែជួបកើតមានទៅលើបញ្ហាទាំងអស់នេះបញ្ជាក់ថាបងប្អូនកំពុងតែកើតមានទៅលើបញ្ហាមេរោគផ្សិតនៅក្នុងតំបន់ទ្វារមាសហើយមេរោគផ្សិតនេះផងដែរបើសិនជាករណីយើងកើតមានហើយយើងអត់បានធ្វើការរកដំណោះស្រាយបានត្រឹមត្រូវបងប្អូនទុកឲ្យផ្សិតវិវត្តចូលកម្រិតទី3កម្រិតធ្ងន់ធ្ងរគឺជាកម្រិតផ្សិតមួយដែលវាអត់ឆ្លើយតបជាមួយនឹងថ្នាំធ្វើការព្យាបាលទេដែលវាអាចធ្វើឲ្យស្ត្រីយើងវិវត្តធ្វើមានការរលាកនៅទ្វារមាសខ្លាំងឬក៏រលាកដល់មាត់ស្បូនផ្នែកខាងក្នុងដែលធ្វើឲ្យយើងមានឡើងជាសភាពមានការហើមទៅលើតំបន់ទ្វារមាសឬក៏ពេលខ្លះអាចមានឡើងជាពកកន្ទួលនៅតាមប្រដាប់ភេទរបស់យើងធ្វើឲ្យយើងពិបាកក្នុងការរស់នៅជាប្រចាំថ្ងៃអញ្ចឹងចំពោះបងប្អូនស្ត្រីអ្នកដែលកំពុងតែជួបកើតមានទៅលើបញ្ហាទាំងអស់នេះសូមរួសរាន់ប្រញាប់ធ្វើការរកដំណោះស្រាយហើយបើសិនជាបងប្អូនចង់សាកសួរទៅលើបញ្ហាសុខភាពអាចតាក់ទងមកនឹងខ្ញុំបានតាមរយៈលេខ Telegram របស់នាងខ្ញុំផ្ទាល់